សូត្រពាក្យស្លោករួចហើយបាទនៅសល់តែយើងចាប់ផ្ដើមយុទ្ធនាការរើសសម្រាមបាទបងប្អូនម៉ាអ្នកចង់រើសសម្រាមមួយក្រុមហ៊ុនអញ្ចឹងសុំសួរតិចមែនតើទៅអាតូមីបើសិនជាយើងធ្វើអាតូមីតើយើងបានអីគេខ្លះបើតាមវីដេអូមិញច្រើនមុខហ្នឹងណាបាទទី1យើងធ្វើអាតូមីយើងមិនមែនត្រឹមបានតែសម្រស់សុខភាពលុយអញ្ចឹងក្រុមហ៊ុនជួយការពារបរិស្ថានទៀតនាំយើងរើសសម្រាមបាទបងប្អូនដែររើសសម្រាមទេបាទអញ្ចឹងគឺក្រុមហ៊ុនគិតគូរអំពីបរិស្ថានបើសិនជាក្រុមហ៊ុនគិតគូរអំពីបរិស្ថានតើផលិតផលរបស់ក្រុមហ៊ុនគាត់ដាក់សារធាតុគីមីដែលប៉ះពាល់ដល់បរិស្ថានទេប្រកាសជាអត់ទេបាទអញ្ចឹងល្អហើយបងប្អូនហើយបើសិនជាក្រុមហ៊ុនអាចផ្ដល់ចំណូលរាប់ពាន់រាប់ម៉ឺនដុល្លារឲ្យយើងហើយអត់ចាំបាច់វិនិយោគដើមទុនធំយើងគួរតែធ្វើចំនួនអាតូមីឬក៏អត់បាទអ្នកចង់ធ្វើបាទឧទាហរណ៍ថាបើសិនជាបងប្អូនចង់បានចំណូល$500ណាប្រចាំខែក្រៅពីអាតូមីតើបងប្អូនធ្វើអីគេធ្វើការគេណាធ្វើការប្រហែលឆ្នាំបាន500សម្រាប់អ្នកសញ្ញាបត្រទៀតយូរឥឡូវយើងនិយាយថាធ្វើការ5ឆ្នាំឡើងបាទអញ្ចឹងយើងបាន500តែ500ហ្នឹងកើនទៅទៀតទេបាទអញ្ចឹងបានន័យថាឱកាសក្នុងការកើនឡើងខ្ពស់ហ្នឹងវាអត់សូវមានទេបាទតិចណាចាឥឡូវយើងនិយាយអំពីការរកស៊ីវិញបាទរកស៊ីតើរបរអីដែលអាចឲ្យយើងចំណេញអានេះយើងនិយាយចំណេញ500ចូលមកហ្មងចំណេញ500ចូលបាទរហូតទៅដល់តែ500ចូលមួយខែចូល500មួយខែចូល500មួយខែចូល500មើលរនឹកមើលរបរអីគេទៅចុះបើសិនជាជួលផ្ទះបានទេបាទឥឡូវយើងនិយាយអំពីមុខរបរជួលអចលនទ្រព្យចុះដូចជាជួលផ្ទះជួលបន្ទប់ជួលឥឡូវយើងនិយាយរឿងបន្ទប់ជួលចុះជាទូទៅមានបងប្អូនណាធ្លាប់ជួលបន្ទប់ទេបន្ទប់ជួលជាទូទៅគេជួលក្នុងមួយខែល្បាក់ពី40ចន្លោះពី40ទៅ$50ក្នុងមួយខែមែនទេមួយកូនបន្ទប់បាទអញ្ចឹងយើងនិយាយអំពីយើងជាម្ចាស់បន្ទប់វិញឥឡូវយើងត្រូវបង្កើតប្រមាណបន្ទប់ដើម្បីយើងអាចបាន500ក្នុងមួយខែ10បន្ទប់បាទចុះបើសិនជាចូល10បន្ទប់យើងត្រូវចាយដើមអស់ប្រហែលសង់បន្ទប់ហ្នឹងបោះទុនអស់ប្រហែលបាទចូលរាប់ម៉ឺនបាទចូលរាប់ម៉ឺនតើប្រកាសថាជួលដាច់ថេររហូតទេអត់ទេអញ្ចឹងអ្នកជួលបន្ទប់អាស្រ័យទៅលើរោងចក្រដូចគ្នាបើរោងចក្របិទទ្វាររោងចក្រអត់សូវកម្មករក៏គេមិនមកជួលដែរព្រោះដោយសារគេជួលដើម្បីទៅធ្វើការតោះណាបាទអញ្ចឹងវាអត់សូវថិតថេរប្រហែលនេះអញ្ចឹងកន្លែងនេះដែលខ្ញុំចង់ឲ្យបងប្អូនមើលថាអាតូមីវាជាមុខចំនួនមួយជាមុខរបរមួយដែលបងប្អូនមិនបាច់ទៅបោះទុនរាប់ម៉ឺនដុល្លារទេតោះនេះបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងរកអតិថិជនធ្វើទីផ្សាររកអ្នកប្រើប្រាស់ឲ្យបានច្រើននៅក្នុងប្រព័ន្ធរបស់យើងពេលនោះអាបន្ទុកដែល
ដែលបានពីការប្រើប្រាស់របស់អតិថិជនរបស់យើងវាគឺជាអត្ថប្រយោជន៍ត្រឡប់មកយើងវិញបាទអញ្ចឹងយើងចាប់ផ្ដើមធ្វើដំបូងពី50ទៅតែឥឡូវមិនបានដល់50មែនទេបានតែប៉ុន្មាន40ជាងបាទអញ្ចឹងពី40ឡើងយើងថា$41ចុះប៉ុន្តែវានឹងកើនឡើងខ្ញុំដាក់ព្រួញកើនចេះណាវានឹងកើនឡើងវាកើនឡើងដល់ប៉ុន្មាន maximum ដែលធំបំផុតដែលយើងអាចវាស់វែងបានប្រហែលនៅក្នុងអាតូមីបាទក្នុងមួយថ្ងៃយើងអាចកាត់ទៅដល់$1,100ហើយយើងថា$1,000គាត់ចុះស្រួលគុណ$1,000នេះចាឥឡូវយើងកណនាមើលបើសិនជាយើងធ្វើទៅក្រុមយើងផ្ទុះធំយើងកាត់អាខ្សែនេះយើងមិនមែនកាត់យូរម្ដងទេយើងកាត់ទៅជាលក្ខណៈកាត់រាល់ថ្ងៃមួយថ្ងៃ$41យើងគុណនឹង26ថ្ងៃមកចង់ដឹងថាយើងរកចំណូលបានមែនបូកដកគុណចែកភ្លាមឲ្យបងប្អូនមើលនេះម៉ោងគណិតវិទ្យាបាទ41គុណ26ហេតុអីបានគុណ26បងប្អូនបាទថ្ងៃអាទិត្យគេទូទាត់លុយទេមួយអាទិត្យដកថ្ងៃអាទិត្យចេញ4ថ្ងៃអញ្ចឹងបើសិនយើងកាត់41បានតែមួយខែយើងរកចូល$1,066បាត់ហើយសំណួរសួរថាបងប្អូនបោះទុនអស់ប៉ុន្មានអត់មានបោះទុនអីទេមកខ្លួនទៅទេទុនយើងមានដែរគឺទុនអីទុនពេលវេលាមាត់យើងជាទុនបាទយើងទៅនិយាយប្រាប់គេទៅប្រម៉ូទបាទតោះណាបាទហើយទុនយើងអីគេទៀតទៅជួបគេជីចាក់សាំងហូបចុកបាទហូបចុកសួរថាអាហូបចុកចាក់សាំងនេះចាក់សាំងម៉ូតូអ្នកណាតោខ្លួនឯងចាក់សាំងឡានអ្នកណាឡានខ្លួនឯងអត់មានមកចាក់សាំងឡានខ្ញុំទេអញ្ចឹងសួរថាស្ដាយទេបោះទុនអញ្ចឹងបោះទុនបែបហ្នឹងបោះទុនឲ្យគេឬក៏បោះទុនសម្រាប់ខ្លួនឯងវិញបាទជីញ៉ាំខ្លួនឯងទាំងអស់ចឹងបានន័យថាការងារនេះចំណេញលើចំណេញវាអត់មានកន្លែងណាមួយដែលមើលឃើញថាវាខាតបងប្អូនចុះឧទាហរណ៍ករណីហានិភ័យក្នុងចំនួនទាំងអស់សិតតែមានហានិភ័យឧទាហរណ៍យើងបើកស្រាប់តែវាមានបញ្ហាអីមួយដូចសង្គ្រាមអញ្ចឹងគេរត់តែងពេញទឹកពេញដីមានអាណាទិញលក់ដូរអីលក់អត់ដាច់តែ2-3ខែមួយឆ្នាំជាប់គ្នាលោមើលបាសជើងត្រូវបង់ទឹកបង់ភ្លើងបង់អីគ្រប់មុខចុះអាតូមីបើសិនជាក្នុងមួយឆ្នាំពេញយើងរកអតិជនអត់បានសោះតែយើងខាតទេមួយឆ្នាំពេញរកដៃគួតបានទេយើងខាតទេខាតអត់ខាតអីគេយើងនិយាយពីលុយខាតលុយអត់ខាតលុយទេអត់ខាតលុយទេមួយខែហ្នឹងអត់រកអត់បានបង់ទឹកបង់ភ្លើងបង់តូបបង់អីអត់ខែក្រោយរកម៉ួយអត់បានទៀតបង់ទឹកបង់ភ្លើងអីទៀតអត់តែបើយើងរកស៊ីបងប្អូនទៅអត់ដាច់បងប្អូនទៅបង់អត់បង់មិនបងប្អូនបង់ភ្លើងគេផ្ដាច់ភ្លើងចោលបងប្អូនអត់បង់ទឹកគេផ្ដាច់ទឹកចោលបងប្អូនអត់បង់ហាងគេដេញបងប្អូនចេញរើចេញឥឡូវហ្នឹងបាទតោះណាបងប្អូនបាទគេអត់មានខ្វល់យើងដាច់ទេសំខាន់កុងត្រាយើងជួលកក់លុយគេមុនបាត់ហើយបាទមែនទេបងប្អូនបាទតែតូមីបើយើងមិនដាច់មួយខែហ្នឹងមិនដាច់អត់ឈឺក្បាលដោយសារអីអត់មានទៅបង់សេវាកម្មអីអូបង់ថ្លៃ page បង់ថ្លៃ website ណាបង់ថ្លៃ maintenance អីអត់មានទេកាត់ស្តុកថ្មីចូលក៏អត់ដែរព្រោះណាបងប្អូនអញ្ចឹងបានន័យថាអាតូមីបើយើងនិយាយអំពីហានិភ័យស្មើ0ហានិភ័យស្មើ0អត់មានចំណាយទៅក្រុមហ៊ុនទេក្រុមហ៊ុនអត់មានឲ្យបងប្អូនចំណាយទេតែបើសិនជាបងប្អូនធ្វើទីផ្សារដើរមានអតិថិជនទិញបងប្អូនគឺចំណេញតែម្ដងតោះណាបងប្អូនតែបើបងប្អូនរកស៊ីបងប្អូនត្រូវផាត់ទៅលើចំណាយសិនមិនបងប្អូនចេញចំណេញបានន័យថាបងប្អូនរកបានថ្ងៃហ្នឹងលក់បាន$100តែ$100ហ្នឹងមិនមែនចំណេញទេណាគឺបងប្អូនយកមកផាត់មួយទឹកមួយភ្លើងជាមួយថ្លៃដើមបងប្អូនលក់បានវិញបានសល់ប្រមាណអាហ្នឹងទៅចំចំណេញតែអាតូមីតែធ្លាក់អាខ្សែមួយនេះគឺលុយចំណេញបាទឬក៏បងប្អូនចេះក៏បានដែរកុំឲ្យថា
ខាតចុះគិតឲ្យហើយដល់អត់ធ្លាក់41ចុះថ្លៃខ្ញុំញ៉ាំកាហ្វេថ្លៃខ្ញុំចាក់សាំងបូកអាហ្នឹងចេញតែមួយខែបងប្អូនចំណាយលើចាក់សាំងប្រហែលដកវាចោលបាទតែពិតអាហ្នឹងវាមិនត្រូវគិតផងដោយសារយើងបើយើងមិនធ្វើអាតូមីក៏យើងចាក់សាំងបើយើងមិនធ្វើអាតូមីបងប្អូនញ៉ាំអត់បាទបងប្អូនមិនធ្វើអាតូមីបងប្អូនផឹកកាហ្វេអត់តដែលអាហ្នឹងវាត្រូវតែចំណាយប្រចាំថ្ងៃរបស់យើងហើយបាទអញ្ចឹងកន្លែងហ្នឹងដែលយើងត្រូវយល់អំពីមុខជំនួញរបស់យើងពេលដែលយើងយល់ច្បាស់បើយើងធ្វើទៅអត់មានអារម្មណ៍ថាអូធ្វើអាហ្នឹងដូចអត់បានប្រយោជន៍អត់បានការអីសោះបាទហើយសូត្រថាធ្វើខាតអត់មានខាតអីផងបាទតើនៅបងប្អូនបាទចាឥឡូវខ្ញុំញែកឲ្យដាច់រវាងយើងធ្វើការយើងរកស៊ីហើយនឹងយើងធ្វើអាតូមីតើចំណូលទាំងអស់ហ្នឹងមួយណាដែលជាចំណូលដែលយើងអាចកំណត់វាបានពេលយើងធ្វើការគេយើងកំណត់ចំណូលបានទេសុំឡើងប្រាក់ខែស្រែចិត្តបានទេគេថាអើខ្ញុំខំប្រឹងធ្វើឯណាខ្ញុំត្រូវតែឡើងប្រាក់ខែគេឲ្យឡើងហ៎ឡើងស្រែចិត្តយើងអត់បាទគេសួរយើងវិញលើអ្នកឯងមានសញ្ញាបត្រអីយកសញ្ញាបត្រមកចាំនិយាយគ្នាទៀតចេះប្រហែលភាសាហើយមើលវ័យខ្លួនឯងមើលនៅថ្ងៃគេដេញចោលហើយមកទៀមទាឡើងប្រាក់ខែស្ពឹកមុខរបស់គេលើបាទតោះនេះបងប្អូនតែអាតូមីបើបងប្អូនខំប្រឹងធ្វើអ្នកណាជាអ្នកកំណត់ចំណូលរបស់យើងបាទបងប្អូនចង់បានប្រហែលបងប្អូនចង់បានច្រើនបងប្អូនប្រឹងឲ្យច្រើនទៅបងប្អូនចង់បានតិចតិចបងប្អូនធ្វើលេងទៅមែនទេព្រោះការងារអាតូមីអត់មានកំណត់ម៉ោងអត់មានកំណត់ពេលក្រុមហ៊ុនអត់មានឲ្យបងប្អូនមកចេញចូល scan មេដៃទេធ្វើមិនធ្វើក៏គេអត់ដឹងដែរសំខាន់លើខ្លួនឯងបើយើងធ្វើមែនឃើញបន្ទុកគេទូទាត់តាមហ្នឹងត្រូវអត់បងប្អូនបាទបើយើងចេញធ្វើអូទៀមទៀតថាខ្ញុំធ្វើហត់ហើយរងថ្ងៃខ្ញុំព្រលឹមចេញប្រឡប់ចូលព្រលឹមចេញប្រឡប់ចូលមួយថ្ងៃខ្ញុំធ្វើ full time តែសំខាន់បងប្អូនឆែកបន្ទុកខ្លួនឯងមើលចេញព្រលឹមចេញប្រឡប់ចូលហ្នឹងបានប៉ុន្មានបន្ទុកសឹងតែមួយថ្ងៃដល់យប់វិញអត់មានបន្ទុកផងហើយទៅតវ៉ាទៅខឹងពីណាខឹងក្រុមហ៊ុនមែនតែខ្ញុំប្រឹងធ្វើអត់មានបន្ទុកហងឲ្យគេឲ្យលុយយើងមិនដឹងថាយើងចេញព្រលឹមហ្នឹងយើងទៅធ្វើអីមែនទេជួនកាលឃើញចេញទៅហ្នឹងជួនកាលទៅអង្គុយលេងអង្គុយនិយាយដើមគេយប់ឡើងទៅផ្ទះវិញអាហ្នឹងហៅធ្វើអាតូមីដែរឃើញកាន់ស្ពាយឲ្យតែឃើញអាអីអាត្រកខៀវហ្នឹងទៅខ្ញុំទៅធ្វើអាតូមីហើយដើរទៅហើយដើរទៅកុំនិយាយមួយគេគិតតែពីដើរឃើញដើរអញ្ចឹងការដែលធ្វើអាតូមីគឺគេសន្មត់ទៅលើអីបន្ទុកបើគ្មានបន្ទុកគ្មានលុយទេមិនថាអ្នកទាំងអស់គ្នាចេញម៉ោងប្រហែលម៉ោង3ភ្លឺទៀតបើអត់បន្ទុកក៏អត់ហើយមិនវាយតម្លៃថាឲ្យតែធ្វើចេញព្រលឹមប្រឡប់ចូលផ្ទះបានហៅតែធ្វើឯណានិយាយគ្នាឲ្យច្បាស់ណាបាទតោះនេះបងប្អូនអត់បន្ទុកគឺអត់លុយនិយាយចេះមួយម៉ាត់ឲ្យចប់បាទអត់មានមនុស្សទិញផងហើយទៅបានលុយមកពីណាហើយទៅត្អូញទៅទៀមទាពីណាជួយយើងកើតមែនទេបាទគឺយើងគោលដៅរបស់យើងរកអតិថិជនទិញផលិតផលប្រើផលិតផលបើមិនប្រើមានបន្ទុកមកណាអត់បន្ទុកហើយការចូលប្រព័ន្ធក៏អញ្ចឹងដែរបងប្អូនកុំច្រឡំឲ្យទៅចូលប្រព័ន្ធដល់បានបន្ទុកមកហើយណាចូលប្រព័ន្ធជាការអីការរៀនឲ្យយល់ឲ្យបានយើងចេញទៅអនុវត្តចេញទៅធ្វើហើយមិនមែនឲ្យតែថាខ្ញុំចូលប្រព័ន្ធរហូត sponsor ថាចូលប្រព័ន្ធខ្ញុំចូលចង់10ឆ្នាំហើយមិនឃើញឡើងទៅណាចូលអូខ្ញុំអត់យល់ចូលប្រព័ន្ធចូលរៀនឲ្យយល់បានយើងចេញទៅធ្វើទៅណែនាំគេទៅវាស្រួលណែនាំទៅបានព្រោះយើងចេះយើងដឹងរបៀបក្នុងការនិយាយដឹងរបៀបក្នុងការធ្វើដឹងរបៀបក្នុងការទៅណែនាំគេអាហ្នឹងមិនយើងរៀននៅក្នុងប្រព័ន្ធមិនឲ្យតែចូលប្រព័ន្ធដល់ចូលដល់ថ្ងៃឃើញមែនខ្លះគឺចូលមែនដល់ថ្ងៃគឺថាមិនដែរបាត់មុខទេសឹងតែចូលគ្រប់ខេត្តទៅណាក៏ឃើញដែរប៉ុន្តែសូថាក្រុមរិចអត់រិចមកពីអី
គាត់គិតតែពីចូលពេកអត់ព្រមតណានាំគេគិតតែពីរៀនអត់ព្រមអនុវត្តសភៅមិនដឹងជាអស់ប្រមាណគឺគាត់កត់រហូតបាទកត់ហើយយកទៅណាបាទអត់ព្រមបញ្ចេញវិជាគុណហាត់តើចេញទៅវាយគេសោះហាត់យកមកទុកចោលតោះនេះបងប្អូនរៀនហើយបាទយើងចេញទៅអនុវត្តដោយបងប្អូនទៅរៀនពេទ្យចឹងចេះព្យាបាលជំងឺតែអត់ព្រមទៅបើកកន្លែងព្យាបាលយើងបានអនុវត្តមកពីណាមែនទេអញ្ចឹងយើងដូចគ្នាយើងរៀនយល់ហើយយើងចេញទៅអនុវត្តគោលដៅរបស់យើងគឺពង្រីកក្រុមអ្នកប្រើប្រាស់ក្រុមអ្នកធ្វើបាទតោះនេះបងប្អូនចឹងថ្ងៃនេះខ្ញុំនឹងនិយាយអំពីមុខជំនួញសម្រាប់យុគ9មើលបងប្អូនណាដែលចង់ជោគជ័យក្នុងយុគ9សូមលើកដៃលើកទាំងអស់ហ្មងណាមុខរបរ5ដែលបងប្អូនមិនងាយនឹងបរាជ័យទេចំណុចទី1បងប្អូនរកស៊ីអីដែលពាក់ព័ន្ធជាមួយនឹងវិស័យអ៊ីនធឺណិតអនឡាញបាទយើងដឹងហើយពេលដែលកូវីដចូលមកដល់ភ្លាមវឹបអ្នកដែលអត់អនឡាញអ្នកដែលអត់ចេះផ្នែកបច្ចេកវិទ្យាគឺគាំងទាំងអស់មុខចំនួនមួយចំនួនគឺដួលបាសជើងខ្ទេចបាទអ្នកដែលអនឡាញរកស៊ីបានធម្មតាគេ delivery គេដឹកអញ្ចឹងចំណុចទី1ដែលពាក់ព័ន្ធនឹងវិស័យអនឡាញតើវាចូលក្នុង Atomy ដែរអត់ចូលទេចូលអានេះមួយណាចំណុចទី2ពាក់ព័ន្ធនឹងវិស័យអប់រំបងប្អូនគ្រប់គ្នាមកពិភពលោកមិននិយាយតែខ្មែរយើងទេមានកូនធំឡើងឲ្យតាណាទៅរៀនអាហ្នឹងគឺมันអាចខ្វះបានទេមិនថាជំនាន់ណាដល់ជំនាន់ណាទេគឺវិស័យអប់រំគឺសំខាន់ចឹងនៅក្នុងនេះអាតូមីក៏មានវិស័យអប់រំក្នុងនឹងដែរពាក់ព័ន្ធនឹងការចូលប្រព័ន្ធដុសខាត់ចំណេះជំនាញផ្នែកធ្វើជំនួញបាទទោះបងប្អូនមកធ្វើអាតូមីបងប្អូនមិនជោគជ័យក្នុងអាតូមីបងប្អូនរៀនទៅចេះបងប្អូនត្រឡប់ទៅវិញអាចធ្វើការរកស៊ីអីផ្សេងៗបានបែកគំនិតធ្វើអីផ្សេងបានអញ្ចឹងរបៀបរកស៊ីរបៀបធ្វើជំនួញហ្នឹងវាស្រៀងតែគ្នាទេយល់ទេបងប្អូនអញ្ចឹងអាតូមីមានប្រព័ន្ធអប់រំមួយហើយគេអត់យកលុយពីយើងទេបដោះបដាយើង free អូខេបាទហើយបើសិនជាយើងពាក់ព័ន្ធនឹងវិស័យអប់រំយើងមានលុយទៅបើកសាលាអត់មែនអត់បងប្អូនមកធ្វើអាតូមីបងប្អូនមានឱកាសក្នុងការចែករំលែកគេបងប្អូនអត់ធ្វើអាតូមីបងប្អូនបើមិនធ្វើជាគ្រូបរិញ្ញាបើមិនបើកសាលាបរិញ្ញាទេតិចថាទៅឈរចែករំលែកគេតាមសាធារណៈបានណាអត់បានទេណាលុះត្រាបងប្អូនមានលុយទៅជួលសាលនិយាយតោះណាបងប្អូនបាទអញ្ចឹងបងប្អូនមកអាតូមីគឺមានឱកាសចែករំលែកអូខេអញ្ចឹងនៅក្នុងយុគ9នេះពាក់ព័ន្ធនឹងវិស័យអប់រំនេះគឺពេញបបហើយបាទអប់រំអនឡាញអាហ្នឹងពីរចំណុចហ្នឹងណាចំណុចទី3ពាក់ព័ន្ធនឹងសុខភាពសម្រស់មានមនុស្សណាដែលអត់ចេះឈឺទេមើលបងប្អូនដែលកើតមកម្ដងឥឡូវអត់ដែលឈឺសោះសុំបីតែម្ដងសុំលើកដៃអត់ដែលឈឺណាត្រូវតែឈឺមិនថាក្មេងមិនថាចាស់ឈឺសុខភាពចឹងយក9នេះជំងឺនឹងមកផ្លែផ្លែចឹងនៅអាតូមីមានពាក់ព័ន្ធនឹងសុខភាពសម្រស់ហ៎មានបាទចឹងចូលអាតូមីទៀតហ៎មុខជំនួយដែលពាក់ព័ន្ធជាមួយនឹងយុគ9អាតូមីចូល3ចំណុចអាតូមីរកស៊ីលើអនឡាញ platform អនឡាញបាទអាតូមីពាក់ព័ន្ធជាមួយនឹងប្រព័ន្ធអប់រំចែករំលែក free ចំណុចទី3អាតូមីលក់ផលិតផលសុខភាពបាទសុខភាពមានអីគេខ្លះមកកំភ្លុះកាពះពោះវៀនបាទប្រព័ន្ធការពារបាទភ្នែកខួរក្បាលមកតួខ្លួនមានទាំងអស់បាទអញ្ចឹងគឺជាតម្រូវការរបស់មនុស្សទូទៅពីក្មេងដល់ចាស់ហើយចុះសម្រស់បងប្អូនណាដែលចង់ស្អាតមិនថាចាស់មិនថាក្មេងទេនៅតែចង់ស្អាតចឹងជាពិសេសស្រី
បើថាមិនចង់ស្អាតទេដោះអញ្ជៀនដោះកបោដោះអីចោលឈប់ make up ហ៊ានអត់អត់ពេលខ្លះកលឹងកញ្ចក់ចង់ប្រេះអស់ហើយហ្មំចេញពីផ្ទះបាទមើលបងប្អូនប្រហែលអ្នកដែលចង់1 ម៉ោងហ្មំចេញពីផ្ទះបានដែលបៀកចុះបៀកឡើងបាទអញ្ចឹងពាក់ព័ន្ធសម្រស់នេះមិនថាវ័យណាទេគឺចង់ស្អាតទាំងអស់បងប្អូនដែលចង់ស្អាតសូមលើកដៃឃើញហ៎ចាតូមីមានផ្នែកសម្រស់ហ៎មានសម្រស់មានទៀតចង់ក្មេងជាងអាយុចង់ក្មេងជាងវ័យបាទអាទាំងអស់ហ្នឹងឯងដែលក្រុមហ៊ុនគេមើលឃើញបានណាគេមានចាក់ខុសវិស័យវែងឆ្ងាយគេដឹងថាមនុស្សយើងត្រូវការអីមនុស្សយើងចង់បានអីអញ្ចឹងគេបង្កើតអីមកឲ្យវាទៅជារបស់ដែលយើងចង់បានហ្នឹងហើយបើអ្វីដែលយើងចង់បានហ្នឹងបានយើងដកលុយប្រឹងរកស៊ីប្រឹងធ្វើការចង់ងាប់ដកលុយមកយកមកទិញអារបស់ទាំងអស់ហ្នឹងតោះនេះបងប្អូនបាទហើយផលិតផលរបស់យើងគឺមានរាប់រយមុខបាទឥឡូវគ្រាន់តែគ្រឿងសម្រស់មានគេខ្លះអូមានម៉ាស់ហើយអាម៉ាស់ហ្នឹងដឹងប៉ុន្មានមុខម៉ាស់បិទម៉ាស់បកម៉ាស់បៀកមានទាំងអស់មានអាគ្រីមលាបយប់អាលាបយប់មាន6មុខអស់1មុខចូល1មុខអស់1មុខចូល1មុខណាឃើញទេច្រើនមុខទៀតអញ្ចឹងអាហ្នឹងគឺពាក់ព័ន្ធជាមួយនឹងសម្រស់បាទចំណុចទី5មុខរបរដែលមនុស្សត្រូវការអត់បានអីគេបងប្អូនញ៉ាំបងប្អូនណាដែលអត់មួយថ្ងៃអត់ញ៉ាំសោះបងប្អូនដែលអត់ញ៉ាំបាយសោះអត់អាចទេមុខរបរគេហៅថា food and beverage អាហារនិងភេសជ្ជៈបាទញ៉ាំថ្ងៃហ្នឹងស្អែកឃ្លានមិនដល់ស្អែកផងញ៉ាំថ្ងៃហ្នឹងមួយសន្ទុះទៅឃ្លានទៀតបាទចុះអាតូមីមានអាហារមានមីឥឡូវមានតាំងពីត្រីសាច់ស្អីច្រើនណាស់តែគ្រាន់តែថាមកដល់ខ្មែរយើងអត់ទាន់នាំចូលមកអស់តំបានកាហ្វេមើលបងប្អូនណាដែលញ៉ាំកាហ្វេខ្លះបាទញ៉ាំអស់មួយកែវមកស្ទុះក្រោយដល់មួយកែវទៀតអាហ្នឹងគឺជាមុខរបរដែលមនុស្សត្រូវការចាំបាច់តែម្ដងបាទហើយបើសិនជាវាល្អបែបហ្នឹងហើយបងប្អូនស្រួលរកដៃគូអត់ស្រួលរកអតិថិជនអត់មិនពិបាកទេបាទងាយណាស់អញ្ចឹងសរុបមកវិញអាតូមីគឺមានទាំង5ចំណុចបើសិនជាបងប្អូនមិនធ្វើអាតូមីបងប្អូនទៅបើក5មុខរបរហ្នឹងបងប្អូនគុណលុយខ្លួនឯងបើកមួយមុខរបរបងប្អូនត្រូវចាយប៉ុន្មានបើកមួយមុខរបរបើក5មុខរបរយក9 5មុខរបរហ្នឹងឥឡូវបងប្អូនទៅបើកទាំង5ហ្នឹងទៅអស់ប៉ុន្មានតែបើសិនជាបងប្អូនមកធ្វើអាតូមីបងប្អូនស្មើនឹង5 in 1មិននៅក្នុងអាតូមីតែមួយឯណាបងប្អូនតាណាទៀតអត់ចាំបាច់ឈឺក្បាលបើកហាងទៅអង្គុយចាំហាងបាទឈរចុកចកេះរយខ្នងបាទ system គេធ្វើការឲ្យយើងទាំងអស់យើងរកតែអតិថិជនតើបងប្អូនបាទអញ្ចឹងពេលដែលយើងដឹងថាក្រុមហ៊ុនយើងល្អបែបហ្នឹងសួរថាត្រូវធ្វើម៉េចទៅHow របៀបធ្វើអត់មានអីច្រើនទេបងប្អូននេះ3បទី1អីគេប្រើប្រាប់ប្រព័ន្ធមានតែ3ហ្នឹងធ្វើអាដែលដូច Star Master Nyeli គាត់ថាម៉េចធ្វើអា3ហ្នឹងឲ្យទៅជាអីជាទម្លាប់ប្រើបើមិនប្រើអាតូមីគេបងប្អូនប្រើផ្សេងទេឥឡូវបងប្អូនប្រើអាតូមីដុសធ្មេញបោះគេអត់នៅតែដុស
បងប្អូនមិនផឹកកាហ្វេអាតូមីក៏បងប្អូនផឹកកាហ្វេគេដែរបងប្អូនមិនកក់សក់អាតូមីបងប្អូនក៏នៅតែកក់សក់អាអីផ្សេងនេះមិនមែនថាអត់ធ្វើអាតូមីអត់ប្រើអាតូមីបងប្អូនអត់ប្រើទាំងអស់ណានៅតែប្រើបាទអញ្ចឹងមកជ្រុលតែប្រើឲ្យបានប្រយោជន៍មកវិញប្រើឲ្យចំណេញ business ប្រើឲ្យបានលុយត្រឡប់មកវិញអានេះគេហៅថាការប្រើដោយឆ្លាតវៃតោះនេះបងប្អូនប្រើឲ្យកាត់លុយមកវិញប្រើឲ្យធ្វើចំនួនបានទៀតហើយតែធ្វើចំនួនហ្នឹងវាមិនមែនបានលុយតែ41ទេតែបងប្អូនដាក់ចិត្តធ្វើចំនួនបងប្អូនបរិយាក្រុមធំអា41ហ្នឹងវាច្រើនវាទៅជាប៉ុន្មានមួយខែរាប់ពាន់ដល់ពេលក្រុមធំហ៊ិចធំមែនតើទៅនេះអាមួយថ្ងៃ1000វាទៅជាអីបូកនឹង26ថ្ងៃ26000បាត់ហើយគ្រាន់តែផ្ដើមចេញពីការប្រើផលិតផលអាតូមីអញ្ចឹងប្រើផលិតផលអាតូមីជាដើមទុនក្នុងការធ្វើជំនួញបាទងាយអញ្ចឹងប្រើអត់ចុះបាទប្រើទៅប្រើឲ្យច្រើនឆាប់ពេញបន្ទុកផ្ទាល់ខ្លួនប្រើឲ្យច្រើនឆាប់ស្អាតប្រើឲ្យច្រើនឆាប់សុខភាពល្អតោះនេះបងប្អូនចាប់បើយើងទៅណែនាំគេយើងអួតថានេះល្អតែអត់ប្រើខ្លួនឯងសាច់ឈាមយើងវាមិនផ្លាស់ប្ដូរមុខយើងវាមិនស្អាតដោយសារយើងអត់ប្រើយើងទៅណែនាំគេជឿអីគេប្រកាសជាអត់ជឿគេថាប្រើឲ្យស្អាតសិនណាចាំមកណែនាំខ្ញុំណែមានដែរគេបដិសេធបែបហ្នឹងអត់មានទេបាទចាំមូលហេតុមកពីអីមកយកអត់ប្រើអញ្ចឹងចាប់ផ្ដើមប្រើសិនអាណែនាំគេទុកម្ដុំប្រើសិនតែចាប់ផ្ដើមផ្លាស់ប្ដូរគេសួរវិញបើឥឡូវដូចយើងស្អាតជាងមុនមុនឃើញជាប់មកចំហៀងឥឡូវដូចជ្រះជាប់អស់ណែអញ្ចឹងគេឆ្ងល់គេសួរបើមានអីប្រើបាត់ជាប់បាត់មកចំហៀងឯមុនមុនមុខឡើងខ្មៅឥឡូវមុខឡើងថ្លាណាបានអីញ៉ាំសាច់ថ្លាមែនឥឡូវមិនសតោអត់សតែថ្លាមុខបែបមិនភ្លឺមែនភាគច្រើនអ្នកប្រើតោមុខភ្លឺណែមែនលក្ខណៈសគ្រើមណាអសគ្រើមដូចបៀកម្សៅមែនទេអាតូមីលក្ខណៈដូចភ្លឺបាទផ្សេងម៉ត់សាច់មុខម៉ត់បាទអាហ្នឹងឯងដែលពេលដែលយើងប្រើទៅវាចេញលទ្ធផលតណែនាំគេជឿបាទតែអត់ប្រើយ៉ាប់ហើយតណែនាំគេយើងអត់ប្រើយើងនិយាយត្រឡប់តលិនគេកាន់តែលែងជឿទៀតដែរបាទតោះនេះបងប្អូនបាទអញ្ចឹងយើងប្រើឲ្យបើយើងទៅប្រាប់គេយើងទៅណែនាំគេជឿយើងហើយបាទណែនាំគេនេះខ្ញុំធ្លាប់ប្រើនេះល្អចែកម្លែកពីបទពិសោធន៍យើងប្រើអញ្ចឹងច្បាស់ហ្មងបងប្រើនេះល្អតាមបទពិសោធន៍មិនបាច់ប្រើទាំងអស់ទេបងប្រើត្រឹមអានេះមួយយើងគ្រាន់តែនិយាយប៉ុណ្ណឹងគេដឹងយើងមានបទពិសោធន៍ហើយនឹងជំនាញនឹងអាហ្នឹងបាទតោះនេះបងប្អូនអញ្ចឹងការដែលយើងទៅប្រាប់ណែនាំគេហ្នឹងគឺវាច្បាស់ហ្មងអាហ្នឹងឯងដែលបង្កើតជាទំនុកចិត្តគេជឿជាក់លើយើងហើយបាទតោះនេះបងប្អូនបាទហើយយើងចូលប្រព័ន្ធហើយកុំភ្លេចចេញអនុវត្តគ្រាន់តែចូលរហូតណាបាទចូលហើយកុំណែនាំគេបាទចូលហើយនាំដៃគូចូលដែរណែនាំគេបន្តចូលហើយដើរប្រាប់គេនេះចូលហើយដើរប្រាប់គេបន្តដើម្បីនាំគេចូលប្រព័ន្ធដែរអាហ្នឹងវាទៅជាថតចម្លងតគ្នាបាទចុះបដៃគូយើងរាប់រយនាក់ចាប់ដើមរីករាប់រយនាក់ធ្វើបែបហ្នឹងទាំងអស់គ្នារីកតទៅមុខទៀតទេរីកគាត់ប្រកាសជាប្រើដែរដល់ពេលគាត់ប្រើល្អគាត់ប្រកាសជាទៅប្រាប់គេតបានក្រុមបានផលគាត់ប្រកាសជានាំគ្នាចូលប្រព័ន្ធហ្នឹងអាហ្នឹងដែលបញ្ជូនតគ្នាពីមួយទៅមួយក្រុមរីកបណ្ដោយចឹងតោះណាបងប្អូនងាយទេបាទអនុវត្តតែ3ហ្នឹងឲ្យតែច្បាស់បងប្អូនខ្ញុំជឿថាមិនអត់ដៃគូទេប្រកាសជាមាន
បាទចាអរគុណច្រើនសម្រាប់ការចូលរួមនៅក្នុងព្រឹកនេះបាទសូមអរគុណ Good.